តីតយុទ្ធជនពីរគ្រួសារក្នុងខេត្តបាត់ដំបងទទួលបានអំណោយផ្ទះថ្មីពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតឯកឧត្តមគតិសង្ឃហបណ្ឌិតគុណគឹមអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាកាលពីថ្ងៃទី19ខែមករាឆ្នាំ2026បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះចំនួន2ខ្នងជូនអតីតយុទ្ធជនក្នុងខេត្តបាត់ដំបងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានសមាគមនិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនអតីតយុទ្ធជនដែលទទួលបានអំណោយផ្ទះថ្មីខាងលើនេះមានឈ្មោះអនសារីអាយុ68ឆ្នាំរស់នៅភូមិសាមគ្គីឃុំបួវិលស្រុកបវលខេត្តបាត់ដំបងនិងយោធិនឈ្មោះផំផនអាយុ64ឆ្នាំរស់នៅភូមិដំណាក់ដង្កោឃុំក្ដុលតាហែនស្រុកបវលខេត្តបាត់ដំបងដែលគ្រួសារអតីតយុទ្ធជនទាំងពីរមានដីប៉ុន្តែគ្មានជំរកស្នាក់នៅសមរម្យនាឱកាសនោះឯកឧត្តមគុណគឹមបានមានប្រសាសន៍ថារាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានិច្ចកាលតែងបានបន្តអនុវត្តនិងដោះស្រាយជូនអតីតយុទ្ធជននិងនិវត្តជនដែលបានរិះរកគ្រប់មធ្យោបាយដើម្បីជួយលើកស្ទួយជីវភាពបងប្អូនទាំងការផ្ដល់ដីនិងផ្ដល់ផ្ទះស្នាក់នៅសមរម្យព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតតាមរយៈគោលនយោបាយគាំពៀសង្គមអ្នកអង្គការមុំវ៉ាន់ឌីអនុប្រធានសមាគមជួបពិភាក្សាជាមួយក្រុមហ៊ុន Agrotop លើគម្រោងវិនិយោគការចិញ្ចឹមមាន់នៅកម្ពុជាអ្នកអង្គការមុំវ៉ាន់ឌីអនុប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាតំណាងឯកឧត្តមគតិសង្ឃហបណ្ឌិតគុណគឹមអនុប្រធាននិងជាអគ្គលេខាធិការសមាគមនារសៀលថ្ងៃទី19ខែមករាឆ្នាំ2026បានជួបពិភាក្សាការងារជាមួយលោកអ៊ីស្រាអែលម៉ូស៊ុនស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន Agrotop ជាក្រុមហ៊ុនមកពីប្រទេសអ៊ីស្រាអែលលើគម្រោងវិនិយោគការចិញ្ចឹមមាន់នៅកម្ពុជាជំនួបនេះធ្វើឡើងនៅទីស្នាក់ការកណ្ដាលសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានៅភូមិស្លាប់តាអោនឃុំកគីស្រុកគៀនស្វាយខេត្តកណ្ដាលនៅក្នុងកិច្ចពិភាក្សាធុរកិច្ចនេះអ្នកអង្គការមុំវ៉ាន់ឌីបានមានប្រសាសន៍ថាក្នុងនាមអនុប្រធានទទួលបន្ទុកធុរកិច្ចនិងការងារវិនិយោគនិងក្នុងនាមសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាពិតជាមានក្តីរីករាយដែលក្រុមហ៊ុន Agrotop ចាប់អារម្មណ៍ចង់មកវិនិយោគផ្នែកចិញ្ចឹមមាន់នៅកម្ពុជាអ្នកអង្គការបន្តថាក្នុងនាមសមាគមនឹងរងចាំសហការនិងជួយសម្របសម្រួលរាល់កិច្ចការគម្រោងវិនិយោគស្របច្បាប់នានាជូនវិនិយោគិនដែលចង់មកវិនិយោគនៅកម្ពុជាលោកអ៊ីស្រាអែលម៉ូស៊ុនស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន Agrotop ក៏បានមានប្រសាសន៍ដែរថាលោកពិតជារីករាយណាស់និងអរគុណអ្នកអង្គការក៏ដូចជាសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅហើយលោករំពឹងថាជំនួបពិភាក្សាការងារលើកទី1នេះជាមួយនឹងសមាគមស្ដីពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន Agrotop នៅក្នុងប្រទេសកម្ពុជានឹងទទួលបាននូវលទ្ធផលល្អក្នុងកិច្ចពិភាក្សានេះដែរលោកបានបង្ហាញការចាប់អារម្មណ៍ខ្ពស់នៅក្នុងការវិនិយោគនៅកម្ពុជានៅជំហានបន្ទាប់ក្រុមហ៊ុនលោកនឹងបញ្ជូនក្រុមការងារធ្វើការសិក្សាទីផ្សារតម្រូវការសាច់និងចំណីអាហារនៅកម្ពុជាបន្ថែមព្រមទាំងរៀបចំឯកសារនានាដើម្បីពន្លឿនកិច្ចការងារនេះឲ្យមានលទ្ធផលក្នុងពេលឆាប់រហ័សខាងមុខអនុប្រធានសមាគមអ្នកអង្គការមុំវ៉ាន់ឌីបានបញ្ជាក់ថាឱកាសវិនិយោគស្ថិតនៅក្នុងស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជាថៃនាពេលបច្ចុប្បន្ននេះគឺជាពេលវេលាដ៏ល្អសម្រាប់ក្រុមហ៊ុនដែលចង់ផលិតផលិតផលនានាក្នុងប្រទេសកម្ពុជាដោយសារក្នុងពេលបច្ចុប្បន្ននេះប្រជាជនកម្ពុជាសឹងតែទាំងអស់បានផ្លាស់ប្ដូរនិងមានទំនោរខ្លាំងមកគាំទ្រផលិតផលក្នុងស្រុកដូច្នេះម្ចាស់ក្រុមហ៊ុនអាជីវកម្មសហគ្រាសនានានឹងជោគជ័យហើយមិនសូវចំណាយច្រើនក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មលើផលិតផលរបស់ខ្លួនឲ្យអតិថិជនបានដឹងនិងស្គាល់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអញ្ជើញប្រគល់ផ្ទះថ្មីជូនក្រុមគ្រួសាររបស់វីរៈកងទ័ពនិងវីរៈនគរបាលជាតិពលីនារសៀលថ្ងៃទី19ខែមករាឆ្នាំ2026លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតបានអញ្ជើញប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតផ្ទាល់ជូនដល់ក្រុមគ្រួសារនៃវីរៈកងទ័ពពលីនៅក្នុងទឹកដីខេត្តកណ្ដាលក្នុងវេលានេះដែរលោកជំទាវបណ្ឌិតបានមានប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតរួមជាមួយប្រសាសន៍សួរស្តុកទុក្ខពីសម្ដេចតេជោហ៊ុនសែនសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនព្រមទាំងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជូនដល់ក្រុមគ្រួសារនៃសពផងដែរទន្ទឹមនឹងនេះលោកជំទាវបណ្ឌិតក៏បាននាំយកមកជាមួយនៅអំណោយដ៏ថ្លៃថ្លារួមមានថវិកាស្បៀងអាហារសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗទៀតជូនដល់ក្រុមគ្រួសារនៃសពដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃផងដែរគ
គ្រួសារសពអតីតមន្ត្រីរាជការស៊ីវិលខេត្តកំពង់ធំចំនួន13គ្រួសារទទួលបានថវិកាធានារ៉ាប់រងសង្គមពីរាជរដ្ឋាភិបាលឧត្តមសេនីយ៍តូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹកក្រុងខេត្តតំណាងឯកឧត្តមនួនផារ៉ាត់អភិបាលខេត្តនិងជាប្រធានគណៈកម្មការអនគរខេត្តកំពង់ធំកាលពីថ្ងៃទី20ខែមករាឆ្នាំ2026បានដឹកនាំក្រុមការងារចុះប្រគល់ថវិកាធានារ៉ាប់រងសង្គមរបស់រាជរដ្ឋាភិបាលដែលមានទឹកប្រាក់ចំនួនជាង120លានរៀលជូនក្រុមគ្រួសារសពអតីតមន្ត្រីរាជការស៊ីវិលចំនួន13គ្រួសារនៅខេត្តកំពង់ធំពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការអនគរខេត្តដែលមានការចូលរួមពីលោកជួនសេឡាវិតប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំនិងសហការីព្រមទាំងអតីតមន្ត្រីរាជការស៊ីវិលដែលជានិវត្តជននាយទាហានរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹកក្រុងកំពង់ធំឧត្តមសេនីយ៍តូសំសុនបានថ្លែងនៅការសោកស្ដាយចំពោះអតីតមន្ត្រីរាជការស៊ីវិលដែលបានទទួលមរណភាពកាលពីពេលកន្លងទៅនិងបានបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយព្រមទាំងបានថ្លែងអំណរគុណចំពោះបងប្អូនអតីតមន្ត្រីរាជការស៊ីវិលទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិនិងប្រជាជនកម្ពុជាជាពិសេសក្នុងពេលដែលប្រទេសជាតិស្ថិតក្នុងដំណាក់កាលលំបាកដែលដៃម្ខាងកាន់អាវុធការពារជាតិដៃម្ខាងទៀតឆ្លៀតបំពេញភារកិច្ចបម្រើជាតិនិងប្រជាជននៅតាមស្ថាប័នមន្ទីរអង្គភាពរៀងៗខ្លួននាឱកាសនោះលោកផាន់សុផេងតំណាងក្រុមគ្រួសារសពអតីតមន្ត្រីរាជការស៊ីវិលទាំង13គ្រួសារបានថ្លែងអំណរគុណចំពោះសម្ដេចតេជោហ៊ុនសែនសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនព្រមទាំងសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតដែលជានិច្ចកាលតែងតែឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងនិងគិតគូរពីសុខទុក្ខអតីតយុទ្ធជននិងនិវត្តជនកម្ពុជាផ្ទះថ្មីអំណោយដ៏ថ្លៃថ្លាសម្ដេចធិបតីហ៊ុនម៉ាណែតផ្ដល់ជូនអតីតយុទ្ធជននិងនិវត្តជន300គ្រួសារនៅខេត្តពោធិ៍សាត់នៅថ្ងៃទី21ខែមករាឆ្នាំ2026ឯកឧត្តមគតិសង្ឃបណ្ឌិតគុណគីមទេសរដ្ឋមន្ត្រីអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន300គ្រួសារនៅភូមិប៊ុនរនីសែនជ័យដំណាក់ត្រយឹងឃុំប្រងើស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ផ្ទះថ្មីចំនួន300ខ្នងនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី1សមាគមឯកឧត្តមគុណគីមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតីហ៊ុនម៉ាណែតប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានបន្តគិតគូរដល់សុខទុក្ខអតីតយុទ្ធជននិងនិវត្តជនដែលជួបការលំបាកឲ្យទទួលបានជម្រកស្នាក់នៅសមរម្យនិងជួយលើកកម្ពស់ជីវភាពឲ្យកាន់តែប្រសើរឡើងជាលំដាប់ដែលនេះជាការតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជននិងនិវត្តជនដែលបានធ្វើពលីកម្មជូនជាតិនិងប្រជាជនអតីតយុទ្ធជននិងនិវត្តជនដែលជាសមាជិកសមាគមបានបង្ហាញក្តីត្រេកអររីករាយនិងថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាជាពិសេសសម្ដេចតេជោហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតដែលមិនភ្លេចនូវវីរភាពរបស់អតីតយុទ្ធជននិងនិវត្តជននិងបន្តតបស្នងផ្ដល់ការគាំទ្រសពបែបយ៉ាងទាំងជំរកស្នាក់នៅលើកកម្ពស់ជីវភាពនិងផ្ដល់នូវគោលនយោបាយជាតិគាំពារសង្គមជាច្រើនរួមមានការព្យាបាលជំងឺដោយឥតបង់ប្រាក់ធានារ៉ាប់រងសង្គមប្រាក់សោធននិវត្តន៍ព្រមទាំងថវិកាបេឡាមរណៈសង្គ្រោះជាដើមឯកឧត្តមគុណគីមអញ្ជើញពិនិត្យជីវភាពរស់នៅនិងការដាំដុះដំណាំរបស់អតីតយុទ្ធជននិងនិវត្តជននៅខេត្តបាត់ដំបងនាព្រឹកថ្ងៃទី23ខែមករាឆ្នាំ2026ឯកឧត្តមគុណគីមបានអញ្ជើញចុះពិនិត្យពីការរស់នៅនិងការដាំដុះដំណាំរបស់អតីតយុទ្ធជននិងនិវត្តជនដែលទើបចាប់ឆ្នោតទទួលបានផ្ទះស្នាក់នៅនិងដីសម្បត្តិសង្គមគិច្ចកាលពីពេលថ្មីកន្លងទៅនេះនៅភូមិព្រៃសិនឃុំឆ្នាលមន់ស្រុកកោះក្រឡខេត្តបាត់ដំបងក្នុងពេលអញ្ជើញចុះពិនិត្យឯកឧត្តមបានកោតសរសើរដល់បងប្អូនអតីតយុទ្ធជននិងនិវត្តជនដែលបានរៀបចំផ្ទះនិងដីយ៉ាងមានសោភ័ណភាពព្រមទាំងបានចាប់ផ្ដើមដាំដុះដំណាំហូបផ្លែជាបណ្ដាជុំវិញផ្ទះរបស់ខ្លួនឯកឧត្តមបានមានប្រសាសន៍ថាភូមិអតីតយុទ្ធជននិងនិវត្តជនក្នុងទីតាំងខាងលើនេះគឺជាផែនការបន្ទាប់ពីដំណើរការរៀបចំទទួលបានសមិទ្ធផលនិងប្រសិទ្ធភាពជាបន្តបន្ទាប់នៅភូមិប៊ុនរនីសែនជ័យដំណាក់ត្រយឹងខេត្តពោធិ៍សាត់ដែលបានលើកស្ទួយនិងកែប្រែជីវភាពអតីតយុទ្ធជននិងនិវត្តជនជាច្រើនរយគ្រួសារឲ្យមានភាពល្អប្រសើរជាងមុនឯកឧត្តមបន្តថាការធ្វើកសិកម្មដាំដុះលើដីឡូនិងដីកសិកម្មនេះគឺជាផែនការសកម្មភាពគិតគូរអំពីសេដ្ឋកិច្ចមូលដ្ឋានជូនអតីតយុទ្ធជននិងនិវត្តជនដែលស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាសម្រាប់ការអភិវឌ្ឍឆ្នាំ2023ដល់ឆ្នាំ2028
ដោយត្រូវបានចាត់ទុកជាកិច្ចការចម្បងសម្រាប់អនុវត្តព័ត៌មានដាច់ដោយឡែកមួយទៀតសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹងកំពុងលើកស្ទួយសេដ្ឋកិច្ចគ្រួសារអតីតយុទ្ធជននិងនិវត្តជននៅក្នុងខេត្តពោធិ៍សាត់បាទហើយជំរាបសួរខ្ញុំបាទឈ្មោះសាន់ប៉ុនជានាយកប្រណិប័តសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹងស្ថិតនៅក្នុងឃុំភូមិប៊ុនរ៉ានីសែនជ័យឃុំបងិលស្រុកភ្នំកវាញខេត្តពោធិ៍សាត់បាទហើយបើនិយាយទៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹងយើងហ្នឹងគឺយើងកំពុងតែដាំម្ទេសពីរប្រភេទគឺម្ទេសដៃនាងហើយនិងម្ទេសណាលីទៅលើផ្ទៃដីចំនួន30ហិកតាក្នុងចំណោម25គ្រួសារការដាំម្ទេសលើកទី1គឺនៅថ្ងៃទី16ខែធ្នូឆ្នាំ2025អញ្ចឹងរហូតដល់បច្ចុប្បន្នហ្នឹងឃើញថាកសិករខ្លះដាំបានរយៈពេល1ខែហើយអ្នកខ្លះទៅដាំបានកន្លះខែអ្នកខ្លះដាំបានមួយអាទិត្យអ្នកខ្លះទៅដាំកំពុងតែដាំសហគមន៍កសិកម្មទំនើបវាជាសហគ្រាសធុនតូចឬមធ្យមមួយដើម្បីបង្កើតមកដើម្បីរកប្រាក់ចំណូលសម្រាប់សហគមន៍ហើយសម្រាប់សមាជិកគ្រួសារសហគមន៍ហ្នឹងអញ្ចឹងសហគមន៍ទំនើបយើងយករបស់មករួមគ្នាដោយផ្ទៃដីដាក់ភាគហ៊ុនរួមគ្នាយើងធ្វើការរួមគ្នាដើម្បីចែកនៅផលប្រយោជន៍ស្មើគ្នាអញ្ចឹងបើសិនក្នុងសមាជិកសហគមន៍កសិកម្មទំនើបគាត់អត់មានធនធានសម្រាប់ប៉ុន្តែគាត់មានឆន្ទៈក្នុងការចង់ផលិតម្ទេសចង់ដាំម្ទេសគាត់អត់មានធនធានអញ្ចឹងយើងដាក់ធនធានទៅគាត់អត់មានបច្ចេកទេសយើងដាក់បច្ចេកទេសទៅដើម្បីជួយគាត់ធ្វើម៉េចឲ្យផលិតកម្មម្ទេសរបស់គាត់នេះចេញជាផ្លូវការបើសិនជាគាត់អត់អ្នកមើលថែម្ទេសនោះទៀតយើងដាក់ក្រុមការងារបច្ចេកទេសមើលថែម្ទេសជួយគាត់ធ្វើម៉េចឲ្យផលិតកម្មរបស់គាត់នឹងដើរទទួលបានទិន្នផលសម្រាប់នាំចេញទៅទីផ្សារយើងត្រូវផលិតចំនួនផ្ទៃដី30ហិកតាទៅលើគ្រួសារ55គ្រួសារអញ្ចឹងរហូតដល់បច្ចុប្បន្ននេះម្ទេសយើងបានដាំចំនួន15ហិកតាហើយក្នុងចំណោម55គ្រួសារនេះយើងដាំបានចំនួន36គ្រួសារហើយសហគមន៍កសិកម្មម្ទេសដំណាក់ត្រយឹងយើងនឹងទៅបង្កើតប៉ុន្តែឃើញការដាំដុះម្ទេសរបស់ប្រជាកសិករយើងនៅទីនេះរបស់សមាជិកយើងនៅទីនេះហ្នឹងគឺមានការលូតលាស់ល្អបាទឃើញការលូតលាស់ល្អបដាទោះបីយើងមិនទាន់បានទទួលផលពីម្ទេសហ្នឹងក៏ដោយក៏ប៉ុន្តែការលូតលាស់របស់វាកំពុងចាប់ដើមពីមួយជំហានទីមួយជំហានហ្នឹងល្អប្រសើរមែនតើអនាគតទៅយើងអាចទទួលបានជោគជ័យហើយម្ទេសដៃនាងគឺយើងដាំគឺយើងប្រើពេល75ថ្ងៃនៅពេលយើងដាក់រហូតដល់ប្រមូលផលវា75ថ្ងៃយើងប្រមូលផលហើយម្ទេសណាលីយើងចាប់ដើមតាំងពីដាំរហូតដល់ប្រមូលផលយើងប្រើពេល115ថ្ងៃឥឡូវនេះកំពុងតែដាំរហូតដល់បច្ចុប្បន្នហ្នឹងយើងបានអ្នកខ្លះបាន1ខែអ្នកខ្លះបាន28ថ្ងៃអ្នកខ្លះបាន26ថ្ងៃអញ្ចឹង55គ្រួសារក្នុងផ្ទៃដី30ហិកតាហ្នឹងកំពុងតែវិវត្តទៅរកភាពរីកចម្រើនហើយនឹងទទួលបានផលនាពេលអនាគត